ហង្ក្រហមលីវើពូលទៅកាន់តែឆ្ងាយហើយ12សប្តាហ៍ពួកគេចាញ់ដល់ទៅ6ឈ្នះ6ដងកាលពីយប់នេះលីវើពូលចាញ់ទៀតហើយចាញ់ជាលើកទី6ដោយចាញ់ក្រោមទ្វេជើងរបស់ក្រុម Nottingham Forest ធ្ងន់បន្តិច Nottingham Forest កំពុងតែធ្លាក់ជើងដល់ពេលប៉ះ Liverpool នៅក្នុងដី Anfield ទៅទៀតក្នុងដីរបស់ Liverpool ក្រុម Nottingham Forest ដាក់ Liverpool ចាស់ដៃ 3-0 បងប្អូនបាទ Liverpool ចាញ់ក្នុងដីខ្លួនឯង 3-0 រឿងទួកបន្តិចLiverpool ម្ចាស់ជើងឯករដូវកាលចាស់រដូវកាលថ្មីនេះ11សប្តាហ៍12សប្តាហ៍ចាញ់ដល់ទៅ6យ៉ាប់យឺនមែនទែនបាទពេលនេះបងប្អូនដឹង Liverpool នៅលេខប្រមាណ Liverpool ឈរលេខរៀងទី11ឯណាបាទឈរលេខរៀងទី11ឯណារឿងធ្ងន់ធ្ងរបន្តិចហើយសម្រាប់ក្រុមហង្សក្រហម Liverpool បាទ11សប្តាហ៍ចាញ់ដល់ទៅ6ឈ្នះ6អត់ទាន់ស្មើទេបងប្អូន Liverpool គឺយ៉ាប់យឺនដែលកម្រមាននៅពេលវេលាណាយ៉ាប់យឺនជាងពេលនេះណា11សប្តាហ៍12សប្តាហ៍ដំបូងហើយចាញ់ដល់ទៅ6ហើយពួកគេឈរលេខរៀងទី11ហ្នឹងហើយអ្វីដែលចាប់យឺនទៅទៀតនោះគឺ12ប្រកួតសុទ្ធទៅលើគេបានត្រឹមតែ18គ្រាប់លបូត20គ្រាប់ដក2គ្រាប់ណាបងប្អូន Liverpool ដកគ្រាប់បាល់2គ្រាប់គឺយើងមួយដែលចាប់យឺនណាបាទ Liverpool ដោយការនេះរៀងរោករាកបន្តិចហើយបងប្អូនហើយបាទជើងក្រោមរោករាកមានតែ18បន្ទុកទេបាទ12សប្តាហ៍ហង្សក្រហម Liverpool យប់មិញនេះ Liverpool ជួបជាមួយនឹង Nottingham Forest សុទ្ធ15ជើងចំគោលដៅ7ហើយចេះបានតែ3ណាបាទ Liverpool សុទ្ធ21ជើងចំគោលដៅតែ4ទេចំគោលដៅ4អត់បានសំបីមួយគ្រាប់ដល់ពេល Nottingham 15ជើងចំគោលដៅ7បាន3បើសិនចូលទីតឹង7ហ្នឹងមិនទួសាច់ Liverpool ធ្ងន់ធ្ងរជាងនឹងទេបើក៏ក្រោក New Fit ទៅហើយបាទប៉ុន្តែចេះតែចូលតែ3តែចូល3ប៉ុណ្ណឹងក៏គ្រោះថ្នាក់ដែរក៏ចាប់យើងដែរមកសម្រាប់ក្រុមហង្សក្រហម Liverpool បាទបងប្អូននៅក្នុងរដូវកាលនេះ12សប្តាហ៍ Liverpool ចាញ់6ប្រកួតនោះគឺចាញ់ Crystal Palace ចាញ់ Chelsea បាទ Crystal Palace Chelsea ចាញ់ Man U Man City Brentford ហើយនឹង Nottingham Forest 6ក្រុមបងប្អូន6ក្រុមនោះគឺ Liverpool ចាញ់បាទអញនិយាយថាបើយើងរាប់ទៅក្រុមធំ Liverpool ចាញ់ Man U Man City ហើយនឹង Chelsea ហើយចុះ Brentford Nottingham Forest ហើយនឹង Crystal Palace ហ្នឹងធំដែរអីបាទធំដែរក៏ប៉ុន្តែបើមិនធំមិនមែនឲ្យ Liverpool ស្គាល់ភាពឈឺចាប់ទេបាទបើមិនធំមិនមែនឲ្យឈឺចាប់ទេបើ Crystal Palace ហ្នឹងតែងតែធ្វើឲ្យ Liverpool យ៉ាប់យ៉ឺនទាំងនៅពានផ្សេងទម្លាក់នៅវគ្គជ្រៅទម្លាក់វគ្គផ្ដាច់ប្រត់អីក៏មានដែរហើយ Nottingham Forest ហ្នឹងរដូវកាលមុនក៏ធ្វើឲ្យ Liverpool យ៉ាប់យ៉ឺនដែរឥឡូវ Crystal Palace ជាស្រ័យបាទ Nottingham Forest ធ្វើបាប Liverpool ទៀតហើយ 4-0 មិនដឹងថាអាចឡើងដល់លើវិញរួចក៏អត់ទេបើសម្រាប់ក្រុមហង្សក្រហម Liverpool អ្នកណាក៏ព្យាករថា Liverpool នឹងអាចនឹងក្រងជើងឯកអាចនឹងការពារជើងឯកបានឥឡូវការពារអីណាបើលេខ11ឯនេះហ្នឹងបាទអ្នកលេខ2គឺ Man City បាទលេខ3 Chelsea លេខ4 Crystal លេខ5ទៅជានេះ Brighton ណានោះវិញបាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាណាបងប្អូនថាតើនេះក្រុម Liverpool អាចឡើងមកដល់ខាងលើទៀតបានឬក៏យ៉ាងណាយើងចាំមើលទាំងអស់គ្នាបងប្អូនយ៉ាងណាក៏សោកស្ដាយសម្រាប់ការលបូតដល់ទៅ3គ្រាប់សម្រាប់ក្រុមហង្ស